ស្រីអ្នកទាំងអស់គ្នាពេលនេះខ្ញុំនឹងបង្ហាញអ្នកពីរបៀបស្រីអ្នកទាំងអស់គ្នាពេលនេះខ្ញុំនឹងបង្ហាញអ្នកពីរបៀបដំឡើង font Unicode នៅលើកុំព្យូទ័រ Macintosh បាទសូមអ្នកទាំងអស់គ្នា copy link នេះដាក់នៅលើ web browser ដើម្បីទៅកាន់ website មួយដែលអ្នកអាច download softwareពេលដែលលោកអ្នកមកដល់ website នេះសូមចុច download ទៅមកចុច external mirror 1 zip សូមចូលរកដើម្បី save file របស់លោកអ្នកចុច OK សូម save file របស់លោកអ្នកនៅលើ desktop save សូមទៅកាន់ desktop របស់លោកអ្នកនឹងរកឃើញនៅ zip file មួយដែលបាន save សូមចុច2ដងដើម្បី open ហើយ folder ថ្មីមួយនឹងបង្កើតឡើងនៅលើ desktop ផងដែរសូមចុច2ដងដើម្បី open ហើយសូមចុច2ដងទៅលើ icon នេះដើម្បី install សូមធ្វើតាមការណែនាំនៅលើប្រអប់នេះដើម្បី install continue សូមចុច agree install សូមដាក់ password សិនលោកអ្នកគឺជា administrator របស់កុំព្យូទ័រនេះសូមចុច continue installation នៅពេលដែលលោកអ្នកបានបញ្ចប់សូមលោកអ្នកlog out ហើយ log in វិញសម្រាប់ខ្ញុំមិនចាំបាច់ទេព្រោះខ្ញុំនឹងបង្ហាញលោកអ្នកពីជំហានបន្ទាប់ពីលោកអ្នកបាន log out ហើយ log in វិញសូមលោកអ្នកទៅ system preferences ដោយចុចសញ្ញា Apple and system preferences សូមចុច international សូមចុច input menu ហើយសូម scroll down ដើម្បីរកទង់ជាតិខ្មែរបាទជាមួយនេះបាទសូម tick នៅលើទង់ជាតិខ្មែរបាទសូម tick ហើយបិទដើម្បី save ឥឡូវនេះសូមលោកអ្នកបើក Microsoft Word ដើម្បីធ្វើតេស្តតើលោកអ្នកអាចធ្វើការដំឡើងបានត្រឹមត្រូវឬអត់សូមនៅក្នុង Microsoft Word សូមចុច format font ហើយនៅក្នុងប្រអប់នេះសូមស្វែងរក font ខ្មែរដែលមានឈ្មោះថា KH បាត់ដំបង regular សូមចុចលើវាហើយនៅខាងក្រោម advanced សូម tick ប្រអប់នេះហើយចុច OK ហើយក្នុងហើយសូមនៅកន្លែងទង់ជាតិនេះសូមបដូរពីអាមេរិកមកខ្មែរបាទឥឡូវនេះលោកអ្នកអាចសរសេរជាអក្សរខ្មែរបានបាទមានតែប៉ុណ្្នឹងហើយបើលោកអ្នកមានសំណួរអ្វីសូមសួរឬក៏នៅលើ web page របស់ខ្ញុំឬក៏ផ្ដល់នៅ comment អរគុណ